ដល់ប្រាប់ពួកពុកម្ដាយរបស់ខ្ញុំគាត់នៅតែជេរខ្ញុំទៀតបាទហើយទោះជាខ្ញុំជេរគាត់ក៏មិនគួរណាគាត់ប្រើហិង្សាដល់ទៅអាវុធដាក់ខ្ញុំអញ្ចឹងត្រូវគេដល់ខ្ញុំដូចកាប់ចឹងដែរចាបាទហើយរឿងនោះមួយរឿងទី2ការដែលវាយស្រីគឺវាខុសបាត់ហើយប៉ុន្តែអ្វីដែលដៃជាខុសតាមបាត់ហើយដោយសារហិង្សាបាទចូលប្រដាប់អាវុធមួយទៀតហ្នឹងហើយព្រោះយ៉ាងណាក៏មិនអាចតិចពីសំណាញ់ច្បាប់ដែរព្រោះហេតុអីគាត់ក៏ហិង្សាដល់ប្រដាប់អាវុធទៀតបាទហើយមកទល់នឹងពេលនេះគឺយើងនៅតែដំណើរការបណ្ដឹងនៅលើនៅព្យាយាមមកសម្រាប់ទម្រួលគ្រួសារខាងតាមម៉ាក់ខ្ញុំអូប៉ុន្តែតាមម៉ាក់ខ្ញុំគាត់អត់ព្រមក៏សុំជួបមុខអូដើម្បីនិយាយនឹងមុខផ្ទាល់មុខបាទតែមកសុំទោសអីចឹងណាបាទប៉ុន្តែគាត់បានឲ្យមេធាវីរបស់គាត់ហ្នឹងដើរទៅគេលើសារព័ត៌មានមួយចំនួនដើម្បីឲ្យចុះផ្សាយថាមកពីខ្ញុំគប់ទូរស័ព្ទមកពីខ្ញុំជេរប្របាទកាត់ទៀនគាត់បានពីគាត់ហ្នឹងធម្មតាបាយខ្ញុំបាទគាត់បកស្រាយទីមកវាចាក់ប្រធានហ្នឹងបងណាព្រោះអង្គរៈជេរម៉ែឲ្យខ្ញុំជេរដដែលខ្ញុំក៏និយាយថាកុំលេងតម៉ែឲ្យខ្ញុំបាទនិយាយថាខ្ញុំបានអត់បញ្ហាគាត់ក៏ដល់ចូលមកគៀកខ្ញុំដោយតែវាអង្គរៈហ្នឹងមកវាយខ្ញុំតាំងថ្ងៃអត់ទេដំបូងម៉ែអូបាទខ្ញុំក៏និយាយថាកុំលេងដល់ម៉ែឲ្យខ្ញុំគាត់នៅដដែលមិនម៉ែឲ្យថ្ងៃណាគេងាប់អីចឹងណាបាទតែចង់ងាប់អីចឹងណាបាទតែកម្មវិធីរបស់គាត់នៅក្នុងវីដេអូហ្នឹងមើលទៅមានទាំងអស់ហើយបើសិនជាខ្ញុំជេរគាត់តើរូបភាពវីដេអូហ្នឹងជេរគាត់វាមិនបាទมันមានសលេងក៏ដោយប៉ុន្តែបើសកម្មភាពជេរគេចេះចេះចេញទៅវាមាននៃកាយវិការរបស់ខ្ញុំតែខ្ញុំគាត់នៅលើដៃហាងកុំឲ្យគាត់អូសប្រភេទខ្ញុំតែប៉ុណ្្នឹងឯងហ្នឹងហើយមានកម្មបញ្ជាក់ថានារីជនជាតិជប៉ុនដែលជាពួកម៉ាក់របស់សាសានឹងត្រូវជាសង្សារត្រូវជាមិត្តស្រីរបស់អុកញ៉ានឹងអត់ទេដូចខ្ញុំប្រាប់ជំរាបទៅដល់សាធារណៈអញ្ចឹងថាមិត្តភក្តិខ្ញុំត្រូវបានគេធ្វើបាបម្ដងហើយអូកាលពី2សប្តាហ៍មុនអូមានតែគាត់យកចេញទៅក្រៅយ៉ាងដែរចាគាត់ធ្វើបាបម្ដងហើយដល់ចាប់បង្ខំអីអញ្ចឹងណាមានស្នាមជាប់លើខ្លួនអីដែរអូពេលហ្នឹងគាត់ក៏បង្ហាញខ្ញុំដែរហើយខ្ញុំមានសាកសីតែអង្គុយស្ដាប់ម្នាក់នឹងនិយាយដែរបាទខ្ញុំមានសាកសីម្នាក់ព្រោះមួយទៀតដែលអង្គុយជនជាតិជប៉ុនអង្គុយស្ដាប់ពេលដែលគាត់នឹងនិយាយប្រាប់ប្រទេសខ្ញុំហើយនឹងខ្ញុំហ្នឹងថាគាត់ត្រូវបានមនុស្សធម៌ខ្មែរម្នាក់ធ្វើបាបអូអញ្ចឹងគឺម្នាក់ស្រីហ្នឹងត្រូវបានគម្រាមពីគាត់មិនឆ្លើយមិនសារភាពក៏ដោយក៏ខ្ញុំមានរូបភាពក៏ខ្ញុំមានមនុស្សប្រុសម្នាក់ទៀតជួយឆ្លើយដែរអូបាទមនុស្សប្រុសម្នាក់ហ្នឹងក៏ជនជាតិជប៉ុនដែលជាមិត្តភក្តិរបស់គាត់នៅដូចគ្នាអូព្រោះឥឡូវនេះម្នាក់ស្រីហ្នឹងគាត់អត់ហ៊ាននៅក្នុងស្រុកទេគាត់ខ្លាចទេគាត់ចេញក្រៅស្រុកទេអូហើយចឹងកាលពីគាត់ធ្វើបាបលើកដំបូងហ្នឹងគឺអត់មានចំណាត់ការតាមផ្លូវច្បាប់ទេគាត់និយាយថាគាត់មូលញូលហេតុអត់ហ៊ានទៅដឹងទេខ្ញុំមិនដឹងថាទទួលគំនិតសង្កត់ពីគាត់នឹងវាមិនខ្លាំងទេបាទសាសាថាមកទល់នឹងពេលនេះសាសាដូចជាមានរបួសស្នាមពិសេសនៅភ្នែកដែលយើងរងរបួសធ្ងន់ហ្នឹងតើយ៉ាងម៉េចហើយខ្ញុំអាចផ្ញើភាពទៅបងឯងបានគ្រប់សកម្មភាពទាំងអស់តែខ្ញុំបច្ចុប្បន្នកំពុងប្រឈមមុខនឹងជំងឺអីបញ្ហាអីពោះក្បាលអីខ្ញុំអាចផ្ញើជូនបងឯងទាំងអស់បាទហើយបើខ្ញុំអត់ខួរមកក្រោយក៏ខ្ញុំមិនអាចទៅចូលជេរគេដែលគេខុសពីអ្នកមានប៉ុណ្ណាណីហើយមានកំភ្លើមានអីចឹងដែរខ្ញុំមានតទល់មួយគេដល់បែបហ្នឹងឯងបាទខ្ញុំមិនថាមុខអុកញ៉ាហ្នឹងច្បាស់ក៏ខ្ញុំមានទាំងមើលចំផងព្រោះខ្ញុំតែនិយាយថាមិនថាខ្ញុំអត់ស្គាល់គាត់ជាណាគេតែខ្ញុំអត់ខ្វល់ទេបាទគឺខ្ញុំនិយាយជាមួយទៅកងឡានគាត់ហើយនឹងគាត់ថាកុំឲ្យគាត់យកប្រភេទហ្នឹងទៅអញ្ចឹងបើនិយាយពីមូលហេតុជាក់លាក់គឺមិនមែនដូចមេធាវីដែលគាត់និយាយថាមកពីយើងជ្រៀតជ្រែកស្នេហាគេទេណាខ្ញុំបើសិនជាខ្ញុំទៅឆ្លាញ់អីគេអុកញ៉ាអីគេហ្នឹងព្រោះថាខ្ញុំស្គាល់ឈ្មោះគាត់អត់ស្គាល់គាត់ពីនាមជាអុកញ៉ាអត់ខ្ញុំក៏ស្គាល់ដែរបាទហើយរឿងទៅជាចែកហ្នឹងខ្ញុំសួរថាចែកវិញបានមើលវីដេអូដែលមិត្តភក្តិខ្ញុំក៏ត្រូវបានគេអូសទៅហើយអូសមកវិញអូសទៅអូសវិញបាទហើយមិត្តភក្តិខ្ញុំទេតែស្រីឲ្យខ្ញុំជួយបើគាត់មិនស្រីឲ្យខ្ញុំជួយក៏ខ្ញុំអត់ចូលទៅក្នុងចំណែកហ្នឹងដែរអូតែតើនឹងផ្លូវច្បាប់វិញតើនៅពេលនេះសាសាមានដឹងទេថាខាងសមត្ថកិច្ចគាត់កំពុងដំណើរការដល់ដំណាក់កាលណាហើយឥឡូវនេះខ្ញុំរំពឹងតែម្យ៉ាងគាត់ចង់និយាយថាបើខ្ញុំខុសឬក៏ត្រូវឲ្យគាត់ចេញមុខដោះស្រាយមកកុំលាក់ចឹងបាទកុំលាក់ខ្លួននៅក្រុមបាទសម្ដែងច្បាប់ចឹងគាត់បើគាត់ត្រឹមត្រូវគាត់ចេញមកដោះស្រាយនៅមុខមកបាទចា
ឥឡូវបើខ្ញុំខលអូខេចឹងណា បាទ ក៏ស្រែកគ្នាទៅ បាទ កុំលាក់ខ្លួនចឹងគាត់មកចាំដើរទៅសោកលុយអ្នកនោះឲ្យគេមកជួយនិយាយមកជួយអីចឹងឯង អូខេ គាត់នៅតែគិតពីសំណាងតក់រួចចឹង ឧទាហរណ៍ថាប្រសិនបើគាត់ព្យាយាមដោះស្រាយតាមផ្លូវច្បាប់នៅក្នុងសំណងណាមួយត្រឹមត្រូវសមរម្យតែយើងទទួលយកទេឬក៏យើងចង់ឲ្យច្បាប់ដោះស្រាយរយុត្តិធម៌ឲ្យ 100% បើនិយាយទៅគាត់ព្យាយាមតាក់ទងមកប៉ាខ្ញុំសម្របសម្រួលឲ្យមេធាវីនិងអ្នកតំណាងមកច្រើនអ្នកឯង អូបាទ ប៉ុន្តែប៉ាខ្ញុំគាត់នៅតែប្រកាសជាដែរថាខុសត្រូវយើងចេញមកនិយាយមុខគ្នាមក បាទបាទ កុំខ្លាច បាទ ព្រោះយើងខ្លាចហានណាយើងទៅបាប់ខ្ញុំទៅបាប់កូនខ្ញុំខ្លាំងប៉ុណ្ណា បាទធ្វើបាប តែនិយាយថាគាត់ខឹងខ្ញុំឥឡូវប្រហែលតែខ្ញុំជេរគាត់ខឹងខ្ញុំអីចឹងគាត់ក៏មិនគួរឲ្យខ្ញុំដល់ដាក់សម្រាប់កៅអៅចឹងណា បាទបាទបាទ វាមួយធ្ងន់ណាស់ បាទហើយសាសាដាក់ពាក្យមិនដឹងពីបទអីដែរ ចំណុចហ្នឹងតាខ្ញុំក៏ដល់ខ្ញុំនិយាយហ្នឹងបង អូបាទបាទ មិនសុកខ្ញុំទៅតែកតបមួយជេរទេបើបានវាយគាត់មួយដៃឬអុកញ៉ានឹងមួយដៃទៅខ្ញុំអស់ចិត្តដែរ បាទបាទ ហើយបើបានជេរប្រមាត់ឲ្យគាត់ហ៊ានស្បត់នៅព្រះអង្គនៅការមួយខ្ញុំហ៎ហើយខ្ញុំហ្នឹងពិតជាបានជេរប្រមាត់គាត់ហ្នឹងគាត់ហ៊ានស្បត់មួយខ្ញុំអត់ បាទបាទ ព្រះអង្គដល់ការព្រះអង្គជ័យព្រះអង្គចំសាក់បទសាក់សិទ្ធនៅក្នុងស្រុកគាត់ស្បត់ទៅ បាទនារីជនជាតិជប៉ុនដែលជាពួកម៉ាក់របស់សាសានឹងត្រូវជាសង្សារត្រូវជាមិត្តស្រីរបស់អុកញ៉ានឹង អត់ទេដូចខ្ញុំប្រាប់ជំរាបទៅដល់សាធារណៈចឹងថាមិត្តភក្តិខ្ញុំត្រូវបានគេធ្វើបាបម្ដងហើយ អូ កាលពី2សប្តាហ៍មុន អូមានតែគាត់យកចេញទៅក្រៅយ៉ាងដែរ ចាគាត់ធ្វើបាបម្ដងហើយដល់ចាប់បង្ខំអីចឹងណាមានស្នាមជាប់លើខ្លួនអីដែរ អូ ពេលហ្នឹងគាត់ក៏បង្ហាញខ្ញុំដែរហើយខ្ញុំមានសាកសីតែអង្គុយស្ដាប់ម្នាក់នឹងនិយាយដែរ បាទបាទបាទ ខ្ញុំមានសាកសីម្នាក់ប្រុសមួយទៀតដែលអង្គុយជនជាតិជប៉ុនអង្គុយស្ដាប់ពេលដែលគាត់នឹងនិយាយប្រាប់ប្រតិខ្ញុំហើយនឹងខ្ញុំហ្នឹង បាទ ថាគាត់ត្រូវបានមនុស្សប្រុសខ្មែរម្នាក់ធ្វើបាប អូ អញ្ចឹងគឺម្នាក់ស្រីហ្នឹងត្រូវបានគម្រាមពីគាត់មិនឆ្លើយមិនសារភាពក៏ដោយក៏ខ្ញុំមានរូបភាពក៏ខ្ញុំមានមនុស្សប្រុសម្នាក់ទៀតជួយឆ្លើយដែរ អូបាទ មនុស្សប្រុសម្នាក់ហ្នឹងក៏ជនជាតិជប៉ុនដែលជាប្រតិរបស់គាត់នៅដូចគ្នា អូ សាប់តបពីខ្ញុំជេរប្របាត់កាត់ទៀនគាត់បានពីគាត់ហ្នឹងព្រមបានវាយខ្ញុំ បាទបាទ គាត់បកស្រាយពីមកវាចាក់ប្រធានហ្នឹងបងណាព្រោះអង្គរៈជេរម៉ែឲ្យខ្ញុំជេរដដែលខ្ញុំក៏និយាយថាកំលេងតម៉ែឲ្យខ្ញុំ បាទ និយាយថាខ្ញុំបានអត់បញ្ហាគាត់ក៏ដល់ចូលមកគៀកខ្ញុំដោយតែគេអង្គរៈហ្នឹងមកវាយខ្ញុំតាំងថ្ងៃអត់ទេដំបូងហ្មង អូបាទ ខ្ញុំក៏និយាយថាកំលេងដល់ម៉ែឲ្យខ្ញុំគាត់នៅដដែលមិនម៉ែឲ្យថ្ងៃណាគេងាប់អីចឹងណា បាទបាទ តែចង់ងាប់អីចឹងណា បាទ តែកម្មវិធីរបស់គាត់នៅក្នុងវីដេអូហ្នឹងមើលទៅមានទាំងអស់ហើយបើសិនជាខ្ញុំជេរគាត់តើរូបភាពវីដេអូហ្នឹងជេរគាត់វាមិន បាទ มันមានសលេងក៏ដោយប៉ុន្តែបើសកម្មភាពជេរគេចេះចេះចេះទៅវាមាននៃកាយវិការរបស់ខ្ញុំតែខ្ញុំគាត់នៅលើដៃហាងកុំឲ្យគាត់អូសមកខ្ញុំតែប៉ុណ្្នឹងឯង ហ្នឹងហើយមានកម្មបញ្ជាក់ថា ខ្ញុំមានទាំងមើលចំផងព្រោះខ្ញុំតែនិយាយថាមិនថាខ្ញុំអត់ស្គាល់គាត់ជាណាគេតែខ្ញុំអត់ខ្វល់ទេ បាទ គឺខ្ញុំនិយាយជាមួយទៅកងឡានគាត់ហើយនឹងគាត់ថាកុំឲ្យគាត់យកប្រភេទខ្ញុំទៅ អញ្ចឹងបើនិយាយពីមូលហេតុជាក់លាក់គឺមិនមែនដូចមេធាវីដែលគាត់និយាយថាមកពីយើងជ្រៀតជ្រែកស្នេហាគេទេណា ខ្ញុំបើសិនជាខ្ញុំទៅឆ្លាញ់អីគេអុកញ៉ាអីគេហ្នឹងព្រោះថាខ្ញុំស្គាល់ឈ្មោះគាត់អត់ស្គាល់គាត់ពីនាមជាអុកញ៉ាអត់ខ្ញុំក៏ស្គាល់ដែរ បាទ ហើយរឿងទៅជាចែកហ្នឹងខ្ញុំសួរថាចែកវិញបានមើលវីដេអូដែលមិត្តភក្តិខ្ញុំក៏ត្រូវបានគេអូសទៅហើយអូសមកវិញអូសទៅអូសវិញ បាទបាទបាទ ហើយមិត្តភក្តិខ្ញុំទេដែលស្រីឲ្យខ្ញុំជួយបើគាត់មិនស្រីឲ្យខ្ញុំជួយក៏ខ្ញុំអត់ចូលទៅក្នុងចំណែកហ្នឹងដែរ អូតែតើនៅនឹងផ្លូវច្បាប់វិញតើនៅពេលនេះសាមានដឹងទេថាខាងសមត្ថកិច្ចគាត់កំពុងដំណើរការដល់ដំណាក់ ដល់ប៉ះពួកឪពុកម្ដាយរបស់ខ្ញុំគាត់នៅតែជេរខ្ញុំទៀត បាទ ហើយទោះជាខ្ញុំជេរគាត់ក៏មិនគួរណាគាត់ប្រើហិង្សាដល់ប្រអាវុធដាក់ខ្ញុំអញ្ចឹងទេ ត្រូវ គេដល់ខ្ញុំដូចកាប់ចឹងដែរចា បាទ ហើយរឿងនោះមួយរឿងទី2ការដែលវាយស្រីគឺវាខុសបាត់ដែរប៉ុន្តែអ្វីដែលដៃវាខុសតាមបាត់ដែរដោយសារហិង្សា បាទ ខ្ញុំប្រដាប់អាវុធមួយទៀតហ្នឹងហើយទោះយ៉ាងណាក៏មិនអាចគិតពីសំណាញ់ច្បាប់ដែរព្រោះហេតុអីគាត់ក៏ហិង្សាដល់ប្រដាប់អាវុធទៀត បាទហើយមកទល់នឹងពេលនេះគឺយើងនៅតែដំណើរការបណ្ដឹងនៅលើនៅ គាត់ព្យាយាម
យាមមកសម្រាប់ជំរឿគ្រួសារខាងតាមម៉ាក់ខ្ញុំ អូ ប៉ុន្តែតាមម៉ាក់ខ្ញុំគាត់អត់ព្រមក៏សុំជួបមុខ អូ ដើម្បីនិយាយនឹងមុខផ្ទាល់មុខ បាទ តែមកសុំទោសអីចឹងណា បាទ ប៉ុន្តែគាត់បានឲ្យមេធាវីរបស់គាត់ហ្នឹងដើរទៅគេលើសារព័ត៌មានមួយចំនួនដើម្បីឲ្យចុះផ្សាយថាមកពីខ្ញុំគប់ទូឥឡូវនេះម្នាក់ស្រីហ្នឹងគាត់អត់ហ៊ាននៅក្នុងស្រុកទេគាត់ខ្លាចទេគាត់ចេញខែស្រុកទេ អូហើយចឹងកាលពីគាត់ធ្វើបាបលើកដំបូងហ្នឹងគឺអត់មានចំណាត់ការតាមផ្លូវច្បាប់ទេ គាត់និយាយថាគាត់មូលហេតុអត់ហ៊ានទៅដឹងទេខ្ញុំមិនដឹងថាទទួលគំនិតសង្កត់ពីគាត់នឹងវាមិនខ្លះទេ បាទសាសាថាមកទល់នឹងពេលនេះសាសាដូចជាមានរបួសស្នាមពិសេសនៅភ្នែកដែលយើងរងរបួសធ្ងន់ហ្នឹងតើយ៉ាងម៉េចហើយ ខ្ញុំអាចផ្ញើភាពទៅបងឯងបានគ្រប់សកម្មភាពទាំងអស់តែខ្ញុំបច្ចុប្បន្នកំពុងប្រឈមមុខនឹងជំងឺអីបញ្ហាអីពោះក្បាលអីខ្ញុំអាចផ្ញើជូនបងឯងទាំងអស់ បាទ ហើយបើខ្ញុំអត់ខួរមកក្រោយក៏ខ្ញុំមិនអាចទៅចូលជេរគេដែរគេព្រោះពីរអ្នកទៀតក៏ប៉ុណ្ណាណីហើយមានកំភ្លើមានអីចឹងដែរខ្ញុំមានតទល់មួយគេដល់បែបហ្នឹងឯង បាទ សូម្បីតែមុខអុកញ៉ាំហ្នឹងច្បាស់